ចប់ហើយម៉ូតូរបស់ខ្ញុំ លោកបាក់បោចំណិចហ្នឹងគឺគាត់ហេតុអីបានជាគាត់នៅទីនេះគាត់ស្ដាប់មកច្បាស់តែទៅតែបានតែបានគ្មានប្រុសម្នាក់ជួយសង្គ្រោះរូបរាងរបស់គេពិតជាតែចិត្តខ្ញុំឈ្មោះអីដែរបងស្រីខ្ញុំឈ្មោះឈីសេងប៉ុន្តែគ្មានប្រុសនៅពីមុខខ្ញុំនេះគេមានស្នាមបៃដងទេហេតុអីបានខ្ញុំមានអារម្មណ៍ថាគេគឺជាគ្មានប្រុសម្នាក់នោះដែលខ្ញុំកំពុងតាមរកហើយមានឈ្មោះអីដែរ បងស្រីខ្ញុំឈ្មោះជាងយ៉ាង អាយុប្រហែលពេញវ័យហើយមែនទេ អាយុ21ឆ្នាំជានិស្សិតនៅសាកលវិទ្យាល័យពេកាំង គេនៅជានិស្សិតមហាវិទ្យាល័យនៅឡើយ បងស្រីខ្ញុំដឹងថាខ្ញុំខុសដែលធ្វើឲ្យប៉ះឡានរបស់បងអញ្ចឹងប្រាប់ខ្ញុំមកតាំងអស់ប្រហែលចាំខ្ញុំចេញសង មិនខ្លាំងទេត្រឹមតែ20,000 យួនគឺគ្រប់គ្រាន់ហើយ ថាម៉េច20,000 យួនណា ខ្ញុំទៅពេលមួយសប្តាហ៍ដើម្បីឲ្យអញប្រមូលលុយ មួយសប្តាហ៍មិនលឿនពេកទេដឹងទោះខ្ញុំមិនហូបមិនផឹករាល់ថ្ងៃក៏សន្សំមិនបានផងខ្ញុំត្រូវចំណាយពេល3ឆ្នាំឯនោះទើបអាចរកប្រាក់20,000នេះបាននេះត្រឹមមួយសប្តាហ៍ហើយនេះគឺអ្នកនាងសុងវិញយូគ្រួសារសុងតាពាក់កណ្ដាលទីក្រុងពេកាំងនេះសុទ្ធតែជារបស់គ្រួសារសុងទាំងអស់នឹងតើធ្វើយ៉ាងម៉េចទៅ អរគុណចំពោះការទស្សនាសូមជួយ Subscribe Like និង Share មួយមកបាន បើអញមិនអាចប្រមូលលុយក្រុមខ្ញុំមានវិធីមួយទៀតពេលនេះឯណែណាខ្ញុំត្រូវឯង បងស្រីសុងបងថាមានវិធីផ្សេងមួយទៀតដើម្បីទូទាត់សំណងតើជាវិធីអ្វីទៅ និយាយស្មោះត្រង់ទៅខ្ញុំចាប់អារម្មណ៍លើរាងកាយរបស់ឯងខ្ញុំចង់ឲ្យឯងទៅជាមួយខ្ញុំ សុំទោសខ្ញុំមិនព្រមទេ 20,000 យួនឲ្យលុយសុទ្ធឬកាន់ អ្នកនាងសុងត្រឹមពេលមួយសប្តាហ៍ខ្ញុំពិតជាមិនអាចរកប្រាក់បានច្រើន ច យ៉ាង ង់ នេះទេ សងលុយឬក៏ធ្វើតាមខ្ញុំ សុំទោសខ្ញុំធ្វើមិនបានទេអ្នកនាងសុងកុំមកខំខ្ញុំតើបានទេ អាណិតណាតែខ្ញុំចូលចិត្តបង្ខំមនុស្សឲ្យធ្វើអ្វីដែលមិនចង់ធ្វើលើពីនេះទៀតខ្ញុំកំពុងពមៀនឯងបើមិនចង់ឲ្យខ្ញុំរំខានឯងដល់សាលារាល់ថ្ងៃទេឬមិនចង់ឲ្យមិត្តរួមថ្នាក់នឹងគ្រួសាររបស់ឯងដឹងនោះទេកុំរឹងរូសឲ្យសោះ ខ្ញុំធ្វើតាមខ្ញុំសន្យា ប្រសើរមែនទេមើលទៅសង្ហាន់ណា អរគុណចំពោះការទស្សនាសូមជួយ Subscribe Like និង Share មួយមកបាន ចាំមិញស្ដាយក្រោយហី ខ្ញុំ ទៅងូតទឹកទៅលាងស្អាតហើយហីអត់ចាំមកហៅខ្ញុំ ភ្នាក់ហើយហី អ្នកនាងសុងពួកយើងដោះស្រាយទៅហើយខ្ញុំលែងជាពាក់អ្នកនាងហើយមែនទេ ចេញទៅ សៀងយ៉ាងអញមិនអាចគេចផុតពីខ្ញុំបានទេ អរគុណចំពោះការទស្សនាសូមជួយ Subscribe Like និង Share មួយមកបាន